សួស្តីបងប្អូនថ្ងៃនេះថតផ្ទះរបស់ខ្ញុំចែកជូនបងប្អូនមើលក្រនលោមានបងប្អូនណាពេញចិត្តចង់ទិញចង់អីឥឡូវនេះខ្ញុំខ្មែរ Second Home ready ហើយដូច្នេះបងប្អូនណាដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ Vacation Home ឬមួយក៏ផ្ទះ Investment អីហ្នឹងអាចតាក់ទងខ្ញុំបានប៉ុន្តែចង់មើលបើថាទិញលុយសុទ្ធត្រូវមាន bank account ដែលអាចបញ្ជាក់ថាបងប្អូនអាចមានទឹកលុយអាចទិញបានបើខ្ចីលុយ bank ត្រូវមាន pre approve letter ពី bank មកបានខ្ញុំមិនអាចឲ្យអ្នកដែលចេះតែចង់មើលចូលមកមើលបានទេតើតែអ្នក serious ដោយអ្នកដែលចង់ទិញពិតប្រាកដហើយផ្ទះនេះបើកាលណាជួលខ្ទង់ចន្លោះពី 2,500 ទៅ 3,000 អាកោជុំខ្ញុំនេះវាចាប់ផ្ដើមដុះហើយព្រោះអីវាក្តៅថ្ងៃនេះថ្ងៃទី15មិនដឹងថ្ងៃច័ន្ទគេទេភ្លេចអីព្រោះអីថ្ងៃណាក៏ថ្ងៃ holiday ដែរអញ្ចឹងហើយបានថ្ងៃទី15ខែ3ឆ្នាំ2026ហើយវីដេអូខ្ញុំនេះជួនកាលអត់បានផុសភ្លាមទេជួនកាលថតទុកចោល 2-3 អាទិត្យមួយខែទៅបានខ្ញុំដាក់ឲ្យបានខ្ញុំផុសចូលក្នុង YouTube ផ្ទះនេះ bill នៅឆ្នាំ 2011 1818 square foot មាន 3 កន្ទប់ដេកហើយបណ្ដោយវែងពីតូទឹកពីមុខទៅក្រោយ 70 feet ពីក្រោយពីតតឹងខាងមុខ 40 feet ប៉ុន្តែនៅស្រុកនេះអាការ៉ាគេអត់រាប់ទេព្រួយអត់មានម៉ាស៊ីនត្រជាក់យើងរស់នៅអត់បានដូច្នេះគេអត់រាប់ទេនេះដើមអាវកាដូខ្ញុំឥឡូវនេះវាចេញពកថ្មីនេះចេញពកទុយនេះពកទុយនេះថ្មីហើយចាំមើលដល់ខែ4នេះវាចេញធំមកហើយឆ្នាំនេះវាត្រជាក់ជាងធម្មតាដោយខ្ញុំធ្វើវីដេអូនិយាយពី 4-10 ឆ្នាំមុនខ្ញុំនិយាយតិចខ្ញុំឲ្យមើលដើមអំពិលខ្ញុំឃើញនេះបងប្អូននេះចេញត្រួយថ្មីហើយមួយចិត្តខាងខ្ញុំវាពងនិយាយទេពូនចឹងឲ្យខ្ញុំរត់ទៅក្រោយវិញហើយអានេះដើមផ្កាមេអំបៅហៅថាផ្កាអមតៈនេះផ្កាមេអំបៅហៅផ្កាអមតៈក្នុងនេះគឺបល័យនៅសហរដ្ឋអាមេរិកនេះមិនងាយរកបល័យបានទេហើយអាផើងនេះសិតទៀបអានេះខ្ញុំដាក់ផើងមកពីកាលណាខ្ញុំលក់ផ្ទះទៅខ្ញុំលក់អាផើងនេះមួយផើងបាន 200-300 ដែរណាអាផើងធំដែលខ្ញុំដាំ 5-6 ឆ្នាំមុនខ្ញុំលក់មកដើម 500 ឲ្យអ្នកគេធ្វើកញ្ចក់គេសល់លុយច្រើនគេលេងយកទាំង4ដើមមកខ្ញុំថាយកតែ3បានទុកខ្ញុំមិនដឹងតែអត់ទេយកទាំង4មកគេដឹកមកជើងអញ្ចឹងហើយមិនលក់4នឹងទាំងអស់ក៏ដោយហើយអានេះមាននេះឆ្នាំមុនបានប្រហែលជាង 200 pound បើឥឡូវវាងាប់អស់ដោយសារឆ្នាំនេះវាត្រជាក់ខ្លាំងវាត្រជាក់មកដល់ 22 Fahrenheit ហើយខ្យល់វា 5-10 Fahrenheit ស្មើនឹងដក 10 អង្សាសេប៉ុន្តែឥឡូវនេះវាដុះត្រួយមកពីគុលមកវិញឯងបើថាឆ្នាំនេះវាដុះមិនតន់ផ្កាមិនតន់តាមមើលវាផ្កាមិនតន់ទេព្រោះអីធម្មតាតកាលណាខែ4វាចេញផ្កាហើយខែ4វាទឹមចេញមេឃថ្មីអញ្ចឹងដូច្នេះឆ្នាំនេះអត់បានផ្លែទេឆ្នាំក្រោយបានផ្លែ
ហើយនេះក៏ជាដំណាំដែលយើងដាំមានស្លឹកគ្រៃក្នុងនេះខ្ញុំដាក់ល្មៀតមានដើមស្ដៅមានអានេះស្ដៅអានេះមរុំមានបទាលស្បូនស្ត្រីអានឹងយើងដាំទឹកផឹកទៅដូចវាជួយលាងសម្អាតគ្រឿងក្នុងដែរណាហើយមានដលងពណ៌ស្វាយដលងពណ៌ស្វាយមិនងាយរកទេបងប្អូនខ្ញុំតម្រាំរកពូជវាបានទេមក Florida នេះ 5-6 ឆ្នាំបានរកពូជនេះបានហើយអាលហុងនេះក៏វាងាប់ត្រួយហើយខ្ញុំមកឡាយផ្សាំប៉ុន្តែមើលទៅផ្សាំនេះដូចមិនកើតទេតាមមើលថ្ងៃណានេះកាត់វាមកកណាត់ចោលទុកឲ្យអាមេឃទូចនេះឡើងមកវិញបានដូចលឿនជាងអានេះសិតតែ7ហើយនឹងមានខ្ញុំអត់បានយកដាក់ចូលទៅក្នុងព្រោះឲ្យខ្ញុំនឹកឃើញថារាល់ឆ្នាំវាត្រជាក់ដល់32អីវាអត់អីមិននឹកស្មានថាវាត្រជាក់ដល់22 Fahrenheit ហើយរួចវាមិនមែនត្រជាក់មួយយប់ណាវាត្រជាក់ឡើងជាប់ចង់2អាទិត្យអញ្ចឹងហើយបានស្អីងាប់អស់អាតំណាំស៊ីផ្លែសូម្បីតែស្លឹកដូងនេះក៏វាងាប់ដែរប៉ុន្តែអារបស់មើមវាអត់នេះទេឃើញពេញប៉ោះនេះកាលប្រហែលឆ្នាំមុននេះញូពេញប៉ោះខ្ញុំច្រើនមែនទែនច្រើនជាងគេពេញប៉ោះហើយនឹងពេញប៉ោះហើយនឹងលហុងផ្ទះណាបងប្អូនគេដែលចូលចិត្តបំផុតគឺនៅខាងក្រៅអត់មាន neighbor គេមិនចង់បានផ្ទះណាដែលទល់ខ្នងជាមួយគេណាផ្ទះខ្ញុំនេះគឺទីតាំងល្អមែនទែនអត់មានទល់ខ្នងជាមួយគេទេហើយអាខាងក្រោយនេះគឺ community សម្រាប់មនុស្សចាស់តើយើងអាយុ55ឡើងបានគេឲ្យយើងនៅអា community ហ្នឹងហើយតកណាខែតិចវាមានអាសត្វស្លាបនេះវាមកចាប់ត្រីចាប់អីអញ្ចឹងមានបងប្អូនខ្លះមិនដឹងជាគាត់អបសុកឬមួយក៏គាត់ចង់ដឹងព័ត៌មានមែនតើនេះចេះតែ comment សួរចង់ដឹងពីព័ត៌មានដោយថាផ្ទះខ្ញុំហើយសួរថានៅតំបន់ណាល្អរស់នៅអីចឹងដល់ប្រាប់ឲ្យដាក់លេខទេឡូហ្វូនមិនព្រមដាក់បើបងប្អូនចង់ដឹងព័ត៌មានស្អីផ្សេងហ្នឹងតើដាក់ទេឡូហ្វូនក្នុង comment មកខ្ញុំបានលេខខ្ញុំនឹង call ទៅបងប្អូនហើយខ្ញុំនឹងលុបអា comment ដែលមានទេឡូហ្វូនបងប្អូននឹងចេញហើយបើថាបងប្អូនមិនមានចិត្តចង់ទិញមែនតើកុំ comment មកអត់ប្រយោជន៍អានេះនិយាយត្រង់ហ្មងណាបើចង់ទិញមែនតើចាំសួរបើមិនចង់ទិញមែនតើនេះកុំសួរហើយចង់នឹងតើមានលុយដែរណាមិនមែនថាអូចង់ប៉ុន្តែលុយយើងអត់មានក៏យ៉ាប់ដែរណាពីមុនខ្ញុំផុសឡើងពីឆ្នាំឯតែចេះថាចង់មូប៉ុន្តែវាមិនតរៀតឌីហើយឥឡូវនេះរៀតឌីមែនតើអាចទៅបានហើយផ្ទះនេះសង់ឆ្នាំ2011នេះមានពេញប៉ោះនេះផ្លែអានេះពេញប៉ោះ cherry តូចផ្លែឡើងរាប់ពាន់អានេះវាសល់ក្របសល់អីមកខ្ញុំអត់ដាំវាអាក្របនេះវាដាំពីមុនមកវាជ្រុះហើយដល់ឥឡូវវាក្តៅបន្តិចវាដុះមកវិញហើយអាស្បូនស្ត្រីនេះមិនងាយរកនៅអាមេរិកកាំងខ្ញុំបានពីយាយមុងនោះមកមានជីវងមានជីក្រហមមានជីពងទាកូនហើយអានេះបេសលមានអាវ៉ាកាដូមើលអាទៀបនេះខ្ញុំអត់ដាំទេណាបងប្អូនអាក្រៀបនេះ
ដើមតូចនេះខ្ញុំមានដាំអីវាអានេះក្របដូចថាកាលឆ្នាំមុនខ្ញុំបានផ្លែខ្ញុំស៊ីឲ្យបោះក្របចោលចេះបោះទៅវាខ្ញុំដាក់កថាំងមួយធុងដាំនេះធុងដាំខ្ទឹមដាំអីផើហ្នឹងដាក់នៅកន្លែងហ្នឹងដាក់កន្លែងហ្នឹងទៅវាមានធុងនឹងបាំងវាអត់ត្រូវខ្យល់នេះវាដុះមកចឹងហើយបានវាមិនដាច់ពូជទេធំនោះឃើញដុះបានតែ1 2ហើយនេះអាវ៉ាកាដូក៏អត់ដាំទៅអាហ្នឹងស្ទើរតែញ៉ាំហើយបោះក្របចោលហើយមកកាក់ខ្ញុំនេះមកកាក់ឆ្នាំនេះវាងាប់ដែរណាប៉ុន្តែឥឡូវវាចេញមេឃថ្មីហ្នឹងឲ្យតែវាចេញវាចាំតែភ្លៀងឯងឲ្យតែភ្លៀងមក1 រូ2មកចេញមកឆ្អាមមកផ្លែមកកាក់នេះស្រួលហ្នឹងឯងដាំពីក្របមកតែ7 8ខែបានផ្លែចេញអំបិលហើយបងប្អូនឆ្ងល់យើងខ្មែរសក្តិហូមជួបបើផ្ទះមានទីតាំងល្អនៅស្រួលហេតុអីក៏ចង់លក់មូលហេតុដែលខ្ញុំចង់លក់មកពីមុនខ្ញុំមានកូនមួយនៅខាង Florida កូនមួយនៅកាលីដូច្នេះខ្ញុំចង់ជឿយើងអាយុ70ហើយយើងមូតនៅចិត្តកូនតិចគ្រាន់ពួកកូនហ្នឹងបានចេញចូលលេងយើងបានញឹកញាប់បន្តិចមិនមែនតែនៅជាមួយកូនទេគ្រាន់តែដូចថាទៅនៅចិត្តបើកឡានដល់កុំឲ្យបាក់ជីកប៉ាល់ហោះព្រោះអីជីកប៉ាល់ហោះដោយឥឡូវនេះវាមានបញ្ហានៅវាលកប៉ាល់ហោះជួនកាលចាំ check in នឹងឡើង 5 6 ម៉ោងតម្រុំបានចូលទៅក្នុងកប៉ាល់ហោះអញ្ចឹងហើយបានដូចជាយ៉ាប់ខ្ញុំចូលអង្គុយខាងក្នុងវិញចូលមកក្នុងនេះទៅវាមិនសូវវាមិនសូវមានខ្យល់ព្រោះអីអានេះ plexiglass នេះខ្ញុំទិញថែមខ្លួនឯងហើយអា plexiglass នេះមិនងាយរកទិញបានទេបងប្អូនបើបងប្អូនទៅទិញតាមក្រុមហ៊ុនវាផ្ញើមកគឺថ្លៃខ្ញុំទៅទិញដល់ក្រុមហ៊ុនវាតើយើងមានហាងមានអីបានគេលក់ឲ្យតាមពិតខ្ញុំអត់មានហាងនៅ Florida ប៉ុន្តែខ្ញុំប្រើឈ្មោះហាងចាស់ខ្ញុំបានគេលក់ឲ្យខ្ញុំបើធម្មតាគេអត់លក់ឲ្យ plexiglass នេះហើយនៅនេះមានទូតកកលណាយនេះពីជាងនេះទៅដល់ខាងនោះវា29 feet ហើយជាងកញ្ចក់មកដល់screen នេះ20 19 feet និយាយយូរទៅច្រឡំចឹងឯងបានថាបើបងប្អូនចង់មករស់នៅ Florida ឬមួយក៏ចង់ទិញផ្ទះដើម្បីជួលផ្ទះឥឡូវជួលក៏ថ្លៃដែរមួយខែសិតតែ 2,500 ទៅ 3,000 ជាពិសេសខាងក្រោយមានទឹកយេះទៀតឯងអូម្នាក់ចង់បានតាផ្ទះនៅខាងក្រោយមានទឹកឯងខ្ញុំអង្គុយក្នុងនេះបាំងខ្យល់បន្តិចបាននិយាយច្បាស់បន្តិចបើកាលណាយើងចេញទៅខាងក្រៅឬខ្យល់ខ្លាំងពេកលើថតមុខតិចអត់ច្បាស់អូច្បាស់តិចបាទនេះតោះអូយអត់និយាយទៅយើងមើលអាទេសភាពទឹកមើលតាមក្នុងនេះវិញមូលហេតុដែលខ្ញុំចង់លក់ផ្ទះរបស់ខ្ញុំនោះគឺខ្ញុំចង់មូលទៅខាងវេសព្រោះអីពីមុនកូនមួយនៅវេសកូនមួយនៅអ៊ីឥឡូវកូនទាំងពីរហ្នឹងទៅវេសទាំងអស់ហើយដូច្នេះយើងទៅគៀកកូនតិចទៅគ្រាន់ដូចថាគាត់ទៅមកចេញចូលមួយយើងវាស្រួលកុំឲ្យចាំបាច់ជិះកប៉ាល់ហោះជិះអីអញ្ចឹងវាយូរហើយបើបងប្អូនណាមានចំណាប់អារម្មណ៍អាច
តាក់តងបានប៉ុន្តែកុំដូចថាជាតែចង់មើលលេងអាហ្នឹងខ្ញុំមិនទទួលទេប៉ុន្តែបើកាលណាចង់មើលត្រូវមាន bank statement ឬមួយក៏មាន pre-approve ពី bank ឲ្យខ្ញុំមើលអាហ្នឹងបាទខ្ញុំអាចឲ្យមើលផ្ទះខ្ញុំបានព្រោះអីបើកាលណាយើងជាបើកឲ្យគេមើលអ្នកណាក៏គេចង់ចូលមើលដែរគេចូលមើលលេងឥឡូវនេះនិយាយរឿងអីទេអស់5 10នាទីនិយាយរឿងមើលក្នុង Facebook ទៅឃើញដោយក្មេងជំនាន់ថ្មីជាពិសេសអ្នកធ្វើដូណាត់អ្នកធ្វើកញ្ចក់មាននាងមួយចំនួនហ្នឹងគេបានលុយធីបបានអីហ្នឹងគេយកមកលុយមកបង្ហាញអួតហើយឌៀមដាមដល់អ្នកធ្វើការរោងចក្របានលុយតិចជាងគេទេគេធ្វើកញ្ចក់បានលុយច្រើនលុយសុទ្ធក៏មាន credit card ក៏មានហើយថាអ្នកធ្វើការខ្លះក្នុងកប៉ៅអត់មានលុយសុទ្ធផងអានេះគេអួតណាខ្ញុំមិនចង់និយាយច្រើនតែកាលណានិយាយចំពេកទៅគេនេះគេមើលងាយគេថាយើងនិយាយដើមគេតាមពិតនៅស្រុកនេះអ្នកដែលមិនសូវមាន credit អ្នកដែលយើងមិនមែនថាគេមិនល្អប៉ុន្តែធម្មតានៅសហរដ្ឋអាមេរិកនេះ90% គេប្រើ credit card គេមិនប្រើលុយសុទ្ធទេដូចខ្ញុំលុយសុទ្ធ100ដាក់កប៉ៅមួយឆ្នាំចាយមិនតាន់អស់ផងហេតុអីក៏100មួយឆ្នាំចាយមិនអស់ព្រោះអីខ្ញុំចាក់សាំងទៅទិញម្ហូបនៅ store ធ្វើអ្វីក៏ដោយខ្ញុំប្រើ credit card ទាំងអស់យើងប្រើ credit card វាមានផលប្រយោជន៍ដូចថាបើកាលណាយើងប្រើទៅវាបាន reward មកវិញណាឥឡូវនេះអូអស់7 10នាទីបាត់ហើយខ្ញុំងាកមើលម៉ោងតិចហើយដើម្បីឲ្យបាន credit card អានេះចំពោះកូនក្មួយចំនួនថ្មីដែលមកថ្មីមុនដំបូងបើកាលណាដូចថាយើងមកដល់សហរដ្ឋអាមេរិកភ្លាមយើងចង់ចាយឲ្យ credit card យើងចង់មាន credit card យើងអាចទៅទិញ prepaid credit card បានអាហ្នឹង prepaid credit card ហ្នឹងរបៀបដូចថា credit card ផង debit card ផងប៉ុន្តែយើងទិញហ្នឹងយើងទៅបង់ថ្លៃសេវារបស់គេដូចឧទាហរណ៍យើងចង់ទិញ credit card ឬមួយ debit card 100យើងត្រូវបង់សេវាគេ5រៀលបងខ្ញុំជឿថាបងប្អូនខ្មែរយើង 80% អត់ដឹងថាមាន prepaid credit card ទេគឺមានតែ 10-20% ប៉ុណ្ណោះដែលដឹងថាមាន credit card prepaid credit card ឬមួយ debit card មូលហេតុអីដែលខ្ញុំដឹងព្រោះអីខ្ញុំក៏ជាអ្នកធ្លាប់លក់អា prepaid credit card ហ្នឹងដែរឬមួយក៏ debit card ហ្នឹងដែរយើងដាក់លុយទៅមុនបានយើងយក credit card ហ្នឹងយកមកប្រើហើយផុតពីហ្នឹងយើងអាចពេលណាដែលយើងមានធនាគារមានលេខកុងនៅធនាគារយើងអាចសុំបើក credit card ជាមួយកុងធនាគារយើងបានប៉ុន្តែអាធនាគាររបស់យើង bank យើងមិនទាន់មាន credit យើងមិនទាន់មានប្រវត្តិចាយ credit card គេមិនឲ្យយើងទេប៉ុន្តែគេអាចឲ្យរបៀបដូចខ្ញុំនិយាយអញ្ចឹងដូចរបៀប prepaid credit card ដែរណាប៉ុន្តែមិនមែន prepaid credit card ទេគ្រាន់តែយើងដាក់លុយតម្កល់ដូចថាឥឡូវយើងដាក់លុយ500តម្កល់អញ្ចឹងទៅគេហៅ CD collateral ដាក់ collateral 500ហ្នឹងទៅយើងមិនអាចដកអាលុយ500ហ្នឹងយើងមកបានទេយើងតម្កល់វាទុកសម្រាប់យើងចាយគ្រាន់តែគេចេញ credit card មួយយើងក៏ចាយដល់កាលណាយើងចាយដល់500ហ្នឹងគឺយើងចាយលេងបានតែតោះតែយើងដាក់លុយបន្ថែមនៅក្នុងលេខ account ហ្នឹងទៅបាទយើងអាចចាយអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកបងប្អូនអាចយើងប្រើរបៀបមិនដឹងបាន6ខែមួយឆ្នាំទៅយើងអាច apply credit card bank ម្ដងទៀតគេនឹងឲ្យយើងអា real credit card ឯងជាពិសេសបងប្អូនចង់បានគឺទៅ apply តាម store credit card នៅដោយ Walmart ឬមួយក៏នៅ Macy នៅអាខូអីណាព្រោះអីអា store វាឲ្យយើងស្រួលបន្តិចព្រោះអីគេដឹងថាអា credit card ហ្នឹងគេឲ្យយើងបានចាយទៅចំពោះនៅ store របស់គេដូច្នេះគេឲ្យយើងរបៀបធូ
kiếm chạy nghĩa mơ mong khai vậy chứ tới việc thật móng chẳng hai bạn đôi niên mà cho nôn nè thư đầu nát nè vừa cả chó nó điểm đàm oi nè vừa ca rồng cha ọt mình lôi sật đặt ở bao ta bật sọc này kia mình chai lôi sật thì cái chai credit card bờ chừng buộc nhóm ấy đôi khi em thì dây hơi mình chứ mà rồi mặt nam chai ọt đây rồi chai ta credit card anh ấy ở vay để khi em chuyện thì dây vay để khi em thì dây sật tại chỉ cả bật chỉ cả để khi em bán tròn cắt á hay là chấm đánh môi nhom nâng này dây ní cứ miền nè na đăng này miền dạng cho phải đọc phía rồi còn nó rư môi một phây phía rồi đây để đăng á chỉ sẽ mình chấm nón cao để tâm miền hàng đủ nát miền hàng cả cho miền ấy đang rư môi để tha nè rì thai nè đa lê nhé cái chân để dây tháng kia mình chai rồi sau đây cái chai plastic bật bật ấy plastic nó cứ kia sầm đau tơ lơ credit card đó còn tay nè tiếng on nữa mình toàn đăng tha credit card thì mình thử bị đáy chứ credit card thử bị đáy cứ credit card bỏ không máu á em chưa tha nè đầy miền credit card bỏ không màu credit card thử bị đáy chứ dạng cho ra đọc rư còn một phây phía rồi vẫn nốc để miền lặt phiếp để ai miền credit card vừa bị đầy rư môi American Express Black Card biết đó bờ chấm buộc nhóm ấy nhóm credit card nhóm mình tao apply cái đi credit card được thêm là gì nhá credit card tìm muối cứ bị bạc maintain tôi bây giờ Rosie dương bạc hàng á dương trong tình nhập văn ấy vì wholesale cứ wholesale tìm muối bị công hôn thông á tầm 4 cái cứ bị ba đó cái bia mình ao dương này lựa lên là business bỏ dương đại bán 7 năm rồi 15 năm magazine xây nó việc nhà mà ao dương hầu hai phần bà dương trong ban là tầm 4 cái cứ mình nghĩ vậy đôi credit card chứ bị dương trong ba credit card cứ mình nghĩ vậy bàn tay mình to bị dương ba credit card hơi xem chiếc chưa là ao nhà màu dương chia mình to á hơi nực vì mình khởi dừng vậy phim hơi dương ban credit card tập 4 dương cộng bong việc đánh phim dương đôi tha cho dương credit card dương trầm pram rối dương chai pi bể rồi dương tới dương bong khé ao cái si ca bạc dương khác tới ao cái si ca bạc dương phải dương là năm dạng du bấm phốt ở về si ca bạc dương mà năm đó hay bị to bị mà năm hay rư mưa bị to bị mùi khái dương bong đánh á còn ở cái si ca bạc dương á bờ chấm pua khéo ấy màu xa ron Americ chấp đang bị pre credit card rồi mà tôi ở lâu này dạng trơn nhom ao cái si ca bạc bọc nhom trầm hà sập đà la bần nốt cái bị nâng ấy nhom ban bạc rầm quan kha reward ban các bài bón á khi ông nhận credit card khá vì reward dương 1% miền 1.5% miền 2% miền 3% 4% 5% 5% cái này dương dương chạy mà rồi với ao dương pram real mà vinh còn tay năng bàn là chụp pua dương định hotel và cái này dương dương định hotel mà rồi cái ao pram real hay bà ca na dương pra đôi chỉ cái bảo ho tình một bảo ho tình một cái bảo ho năng mà rồi cái ao dương buồn real mình cái ao buồn real hay bởi dương chặt sang dương si restaurant rồi mùi dương đại lý crew mà rồi cái ao bay real mà mình hay credit card khi ông bạch chậm món là lấy ấy sật tại kinh chơi cái ao máu sơ sọc pan tiết đó nâu này bờ bong bồn chẳng bàn lối free miền credit card khá ao thì dương sọc chặt vô bạc cái ao dương khá ao dương mà rồi khá rồi ha khá pi rồi ha pram rồi mà pon những nó ao thì dương vô bạc cái
ឲ្យតែយើងសុខចិត្តយករបស់គេគេឲ្យយើង500ឲ្យយើង600ប៉ុន្តែក្នុងរយៈពេល3ខែយើងចាយអស់4000ឬមួយក៏500អញ្ចឹងដូចថាឥឡូវបើកាលណាគេឲ្យយើងតែ200ក្នុង5ខែហ្នឹង3ខែហ្នឹងយើងចាយអស់តែ500ទៅគេឲ្យយើង200មកវិញហ៎បើកាលណាយើងចង់បាន600យើង3ខែហ្នឹងយើងចាយអស់4000គេឲ្យយើង600អញ្ចឹងហើយបានអ្វីcredit card បើកាលណាយើងចេះប្រើយើងចំណេញបើកាលណាយើងមិនចេះប្រើគឺយើងខាតហើយចំណុចមួយ credit card កាលណាយើង apply credit card ថ្មីឬមួយក៏យើង close account ណាដោយគេកាត់យើង10ពងកាលណាយើងបើកមួយឧទាហរណ៍credit score យើងបាន830កាលណាយើង apply ថ្មីមួយគេកាត់10សល់820ហើយបើយើងបិទក៏គេកាត់10នេះសល់810អីចឹងទៅcredit card ពណ៌ខ្មៅដែលខ្ញុំនិយាយថា credit card ដែកហ្នឹងអាហ្នឹងភាគច្រើនគឺគេអញ្ជើញយើងបានន័យថាគេព្រៀបព្រោះឲ្យយើងបើកាលណាគេមិនព្រៀបព្រោះឲ្យយើងទៅ apply មិនងាយទេខ្ញុំជឿថាមានបងប្អូនមិត្តភ័ក្តិមួយចំនួនគេដឹងគេមានcredit card ពណ៌ខ្មៅហ្នឹងដែរប៉ុន្តែដូចខ្ញុំនិយាយជាដដែលតែជាដដែលរាប់ឆ្នាំមកហើយគេអ្នកមានគេអ្នកដឹងអានេះដូចថាកម្រិតគេខ្ពស់កម្រិតគេខ្ពស់គេមិនយកចំណេះចេះដឹងហ្នឹងមកចែកចាយឲ្យយើងដឹងទេប៉ុន្តែដោយសារខ្ញុំនេះចេះតែដូចថាចេះតែលពឹសមាត់បាទមិនដឹងអ្វីប្លែកណាចេះនឹកឃើញដូចថាចង់ចែករំលែកបទពិសោធន៍នេះដល់បងប្អូនមិនមែនថាតែអ្នកមកថ្មីអ្នកមកចំនួនចាស់ក៏មិនតន់ដឹងក៏មិនធ្លាប់មានcredit card ដៃហ្នឹងដែរឥឡូវខ្ញុំសួរសំណួរមួយចុះខ្លើចំនួន80ឬមួយអ្នកដែលមកដល់អាយុផែខ្ញុំដែលចាប់ដើមចូលនិវត្តន៍តើមានអ្នកណាខ្លះបានមានcredit card ដៃសាក comment ប្រាប់ខ្លះមើលមានប្រមាណអ្នកដែលមាន credit card ដៃ credit card ពណ៌ខ្មៅនេះខ្ញុំចែករំលែកឲ្យបងប្អូនកូនក្មួយដឹងកុំឲ្យដូចថាកាលណាជួនកាលទៅយើងចូលទៅក្នុងចំណោមគេដល់គេនិយាយអញ្ចឹងមកយើងមីងមាំងយើងអត់ដឹងព្រោះអីអត់មានអ្នកណាដូចថាគេនិយាយអំពីរឿងហ្នឹងប៉ុន្តែគេអ្នកធ្វើការធំឬមួយអ្នករ៉ូស៊ីប្រហែលជាគេមានច្រើនប៉ុន្តែគេមិនចែករំលែកបទពិសោធន៍របស់គេដល់យើងហើយតើមនុស្សចំនួនណាដែលចូលចិត្តប្រើ credit card ដៃហ្នឹងគឺក្មេងៗចំនួន generation millennium ក្មេងៗចំនួន millennium ហ្នឹងគឺចូលចិត្តប្រើcredit card ដៃហ្នឹងណាហើយ credit card ធម្មតានៅក្នុងពិភពលោកនោះអ្នកដែលមាន credit card ធម្មតាប្រើក្នុងពិភពនោះនឹងមានជាង 4000 credit card ជាង 4000 លានណា over 4 billion ជាង 4000 លាន credit card plastic ចំណែកcredit card ដៃមានប្រហែលជាង32 លានប៉ុណ្ណោះអ្នកដែលប្រើ credit card ដៃហើយcredit card ដៃហ្នឹងminimum credit line វាចាប់ពី 10000 ឡើងទៅអត់មានក្រៅ 10000 ទេហើយ credit line បើខ្ញុំបើអ្នកធ្វើគេសិតតែខំដូចថាសុំគេឲ្យ increase credit line ហ្នឹងឡើងឲ្យខ្ពស់បើចំពោះខ្ញុំមានខលទៅប្រាប់គេកុំឲ្យច្រើនពេកដាក់ឲ្យតិចមកបានតែស្រួលចាយច្រើនពេកពិបាកចាយខ្លាចគីឡូច្រើនពេកចាយទៅវាជ្រុលឥឡូវនេះដល់ម៉ោងទៀតហើយបើបងប្អូនចង់ដឹងព័ត៌មានឬមួយមានចំណាប់អារម្មណ៍ចង់ទិញផ្ទះសម្បែងនៅ Florida នេះសម្រាប់ retire ឬមួយក៏សម្រាប់ investment អាចតាក់ទងខ្ញុំបានដាក់លេខ telephone ក្នុង comment ទៅកុំចេះតែសួរឲ្យមិនហ៊ានដាក់លេខ telephone បើមិនហ៊ានដាក់ទេកុំឲ្យសួរព្រោះអីខ្ញុំមិនអាចដាក់ telephone ខ្ញុំបានទេព្រោះអីបើកាលណាដាក់ទៅមនុស្សរាប់រយរាប់អីមកខលមករោមកឆាតលេងអីចឹងអូខេដល់ម៉ោងហើយបងប្អូនជម្រាបលាសុខសប្បាយអស់គ្នា